បងប្អូនធ្លាប់ធ្វើសយោអំពងញ៉ាំខ្លួនឯងរបៀបធ្វើមិនពិបាកតែងាយៗមែនតើហើយ Snow វិញគ្រឿងផ្សំក៏មិនពិបាកដែរហើយអាចដាក់តាមចំណង់ចំណូលចិត្តយើងទៀតចឹងថ្ងៃហ្នឹងនេះខ្ញុំធ្វើសយោអំពងនេះខ្ញុំដាក់ Snow បន្លែមានដូចជាចាការ៉ុតហើយនឹងត្រាវអីចឹងហើយជាមួយនឹងស្ពៃក្តោប3មុខហ្នឹងឯងបងប្អូនអ្នកខ្លះគេមានដាក់សណ្តែកបដោចាអ្នកខ្លះគេដាក់បែកគក់ដាក់អីចឹងទៅហើយពេលដែលឈូស Snow នឹងរួចរាល់ហើយយើងយកវាមកលាយដាក់គ្នាជាមួយគ្នាយើងច្បល់វាទុកម្ល៉េះសិនណាចឹងពេលដែលលាយ Snow នឹងជាបន្លែនឹងទុកម្ល៉េះហើយនេះខ្ញុំចាប់ផ្ដើមអាហានចាគ្រឿងដែលយើងយកមកធ្វើជ្រក់ញ៉ាំមានខ្ញីមានអីនឹងឯងបងប្អូនហើយមានទិញទួចបន្លែប្លុកតិចតួចយើងធ្វើហូបខ្លួនឯងហើយបើបងប្អូនជួយចិត្តខ្ទឹមក្រហមដាក់ផងទៅបើអត់ទេមិនចាំបាច់ដាក់ក៏បានដាក់តែខ្ទឹមសអីទៅបានហើយចាអញ្ចឹងពេលដែលយើងហាន់គ្រឿងទាំងអស់នឹងរួចរាល់ហើយយើងដំខ្ទឹមយកមកច្រាំមកសម្រាប់ខ្ទឹមដែលយើងដំច្រាំនេះបងប្អូនចង់យកដាក់នៅក្នុងអា Snow របស់សយោហ្នឹងក៏បានដែរមិនបាច់ក៏បានដែរដូចស្លឹកខ្ទឹមអីយើងយកដាក់ក្នុង Snow សយោក៏បានដែរអត់ក៏បានដែរអញ្ចឹងណាប៉ុន្តែនេះខ្ញុំដាក់អញ្ចឹងបងប្អូនអញ្ចឹងពេលដែលយើងដាក់រួចរាល់ហើយហាន់បន្លែហាន់គ្រឿងខ្ទឹមអីដាក់រួចរាល់ហើយយើងមកហាន់សាច់មកច្រាំសាច់មកម៉ត់ល្មមមកបងប្អូនមកកិនណាបងប្អូនកុំឲ្យកិនម៉ត់ពេកគេហៅថាឲ្យនៅសល់ដុំអញ្ចឹងទៅចាបងប្អូនសម្រាប់គ្រឿងសាច់ហ្នឹងបងប្អូនអាចដាក់សាច់គោក៏បានដាក់ជាមួយនឹងទ្រូងមាន់ក៏បានចាដាក់ជាមួយនឹងត្រីក៏បានបើសិនជាបងប្អូនអត់ហូបពពួកសាច់ក្រហមអញ្ចឹងណាហើយគ្រឿងផ្សំយើងលាយហ្នឹងមានចាជាមួយនឹងអំបិលប៊ីចេងស្ករតែអំបិលដាក់តែបន្តិចបានហើយចាចឹងបន្ទាប់មកយើងដាក់ជាមួយម្សៅស៊ុបដាក់ជាមួយនឹងម្រេចអីបើបងប្អូនមានប្រេងខ្យងបងប្អូនដាក់ប្រេងខ្យងទៅបើចាស់ពីដើមគាត់មានអីទេមានតែអំបិលប៊ីចេងស្ករហើយជាមួយនឹងម្រេចនឹងឯងចាដោយសារម្ដាយនាងខ្ញុំកាលគាត់នៅគាត់ធ្វើឆ្ងាញ់ណាកាលនេះខ្ញុំនៅក្មេងចឹងនេះខ្ញុំនៅចាំរបៀបធ្វើរបស់គាត់ចឹងណាចាចឹងពេលបន្ទាប់មកទៀតហ្នឹងយើងផ្អាប់អាគ្រឿង Snow នឹងទុកម្ល៉េះសិនមកយើងចាប់ផ្ដើមមកឈូសចាជាមួយល្ហុងការ៉ុតដើម្បីយកមកធ្វើជ្រក់បងប្អូនពេលយើងឈូសចឹងវាតែងតែសល់ចឹងបងប្អូនតើមកយើងយកមកហាន់មកស្រាប់ជ្រក់នេះបើសិនតែយើងយកទៅញ៉ាំជាមួយនឹងផាក់លើឯងកាន់តែឆ្ងាញ់ទៀតបងប្អូនអើយចាពេលដែលយើងហាន់ល្ហុងរួចហើយយើងចាប់ផ្ដើមយកល្ហុងហ្នឹងមកប្រឡាក់អំបិលមកចាបងប្អូនអាចប្រឡាក់អំបិលហើយយកវាទៅលាងទឹកឬក៏ជាត់ទឹកចេញក៏បានដែរមិនបាច់ចាំលាងក៏បានប៉ុន្តែនេះខ្ញុំរៀងប្រៃចឹងនេះខ្ញុំលាងចេញទៅហើយលាងទៅល្ហុងរបស់យើងវាអត់សូវជាតុនខ្លាំងដូចយើងអត់លាងទេប៉ុន្តែយើងខ្លាចប្រៃចឹងណាចាអញ្ចឹងបន្ទាប់មកយើងចាប់ផ្ដើមផ្សំគ្រឿងធ្វើជ្រក់របស់យើងមានអីទេមានប៊ីចេងស្ករចាជាមួយនឹងទឹកខ្មេះបងប្អូនអាចប្រើទឹកក្រូចឆ្មាក៏បានណាទឹកខ្មេះលាយចាជាមួយគ្នានឹងឲ្យចូលជាតិហើយចាំយើងចាក់ល្ហុងកូរមកបងប្អូនអើយចារបៀបធ្វើអានេះគឺអាស្រ័យលើរសជាតិរបស់យើងឯងបងប្អូនជួយចិត្តរសជាតិរៀងផ្អែមអីដាក់តាមហ្នឹងទៅចាជូរឬក៏ប្រៃអីតាមហ្នឹងទៅភាគច្រើនយើងធ្វើហូបខ្លួនឯងចេះយើងមិនបាច់ចាំប្រិតព្រៀងអីក៏បានដែរប៉ុន្តែបើគេធ្វើលក់គេត្រូវការរសជាតិមួយដើម្បីកុំឲ្យវាខុសមាត់អតិជនអញ្ចឹងណាហើយពេលនេះខ្ញុំមូមិនសូវជាបានស្អាតទេបងប្អូនហើយណាមួយយើងសកត់វារៀងខ្លាំងអញ្ចឹងវាសបកសយោហ្នឹងវារៀងស្ដើងហ៎ចាយើងទិញម្ដុំ 9000 ឯងបានសបកសយោច្រើនតែមូញ៉ាំអត់អស់ទេមាននៅឥឡូវនឹងឯងចាអញ្ចឹងមូភ្លាមបងប្អូនយកទៅពងភ្លាមបើមិនចឹងទេវាធ្លាយអស់ហើយបើសិនវាសើមទៅវាធ្លាយមូបដាអំពងបដានេះខ្ញុំមូមិនសូវបានស្អាតទេបងប្អូនចាហើយអាសយោនេះពេលយើងពងរៀងចុះខ្លាញ់បឺតខ្លាញ់ខ្លាំងមែនបើបងប្អូនមានกระดาษជូតមាត់ដូចនេះខ្ញុំដាក់ចឹងទៅវាជក់ខ្លាញ់ជាមួយអាសយោហ្នឹងទៅវាអត់សូវធ្វើសយោយើងហ្នឹងមានខ្លាញ់ច្រើនទេអូចុះខ្លាញ់ណាបងប្អូនខ្លាញ់ឡើងច្រើនហើយដាក់ទៅនៅតែចង់អស់ទៀតចឹងនេះខ្ញុំពងបានឆ្អិនហើយបងប្អូនអើយហើយអាហ្នឹងយើងពងអត់អស់ទេនៅសយោឡើងកន្លះដុំទៀតទៅចាចឹងវីដេអូរបស់នេះខ្ញុំថ្ងៃហ្នឹងមានប៉ុណ្្នឹងឯងបើសិនមានកំហុសឆ្គងអីឬក៏ខ្វះខាតអីបងប្អូនអាចខមមិនពីក្រោមមកមានចម្ងល់អីក៏អាចខមមិនពីក្រោមបានដែរនេះខ្ញុំមកព្យាយាមនឹងឆ្លើយចឹងណាបើសិនអត់ឃើញនេះខ្ញុំឆ្លើយដោយសារចំនួនរបស់បងប្អូនច្រើនខាងពេកដល់ពេលចឹងហើយឆ្លើយអត់អស់ទេចឹងវីដេអូថ្ងៃហ្នឹងមានប៉ុណ្្នឹងហើយក៏អរគុណបងប្អូនដែលតែងតែគាំទ្រក៏ដូចជាទស្សនាវីដេអូនេះខ្ញុំជូនបងប្អូនទាំងអស់គ្នាសំណាងល្អសុខភាពល្អរោគទទួលទានមានបានធ្វើដំណើរទៅណាមកណាប្រកបទៅដោយសុខសុវត្ថិភាពចាចឹងកុំភ្លេចពេលដែលជៀនរួចហើយភ្លក់ចែកនេះខ្ញុំមើលផងណាបងប្អូនចង់ដឹងអីពីខ្ញុំចូលមក page ហើយនឹង channel YouTube អរគុណជំរាប